កំពុងតែជួបប្រទះនៅបញ្ហាអសន្តិសុខស្បៀងបាទដោយសារតែសង្គ្រាមជាច្រើនកន្លែងអញ្ចឹងសូម្បីតែច្រក almost ហ្នឹងក៏រួមចំណែកកាត់ផ្ដាច់នៃការផ្គត់ផ្គង់សន្តិសុខស្បៀងហើយនឹងផលិតកម្មដែរអញ្ចឹងគ្មានអ្វីដែលសំខាន់ជាងការផលិតនៅអ្វីដែលជារបស់របរប្រើប្រាស់ចាំបាច់ឬក៏ការហូបចុកសន្តិសុខស្បៀងហៅថាអាហារយុទ្ធសាស្ត្រទំនិញយុទ្ធសាស្ត្រអីអស់ហ្នឹងបាទអញ្ចឹងបានរុញលើកទឹកចិត្តឲ្យមានការផ្ដល់តម្លៃកាន់តែខ្ពស់កាន់តែស៊ីជម្រៅទៅលើសារៈសំខាន់នៃ SME ដោយសារតែ SME នៅកម្ពុជាគឺជាង90%គឺសុទ្ធតែ SME ហើយជាចលនារុញសេដ្ឋកិច្ចក្នុងស្រុកដ៏ធំសម្បើមណាស់បាទជាង90%អញ្ចឹងមិនអាចមើលរំលោភបានហើយក៏យើងឃើញហើយថាសម្ដេចធិបតីបានហៅថាឡត់ដៃអាវរឿង SME ហ្នឹងបាទអញ្ចឹងមានថាគាត់យល់អំពីសារៈសំខាន់អតិភិបបាទបញ្ហាអតិភិបរបស់ SME ហើយយើងឃើញថាការដាក់ចេញនៅគោលនយោបាយជាបន្តបន្ទាប់របស់រាជរដ្ឋាភិបាលដើម្បីគ្រប់គ្រង SME មាន SME Bank មាន AODB កសិកម្មអីហ្នឹងសិតតែជាស្បៀងយុទ្ធសាស្ត្រដែលយើងហូបចុករាល់ថ្ងៃហើយយើងត្រូវការហៅថាក្រោកពីគេងឡើងត្រូវការអីខ្លះចូលទៅកន្ទប់ទឹករហូតទៅដល់ចូលទៅដល់កន្លែងផ្ទះបាយញ៉ាំបាយទៅធ្វើការត្រឡប់មកដល់ផ្ទះវិញអញ្ចឹងក្នុងហៅថា everyday life cycle ហ្នឹងយើងត្រូវការអីខ្លះយើងក៏បីផ្ដោតទៅលើសម្ភារៈឬក៏ស្បៀងឬក៏វិបបអ្វីដែលត្រូវការប្រើប្រាស់ជាប្រចាំថ្ងៃហ្នឹងគឺក៏បីជំរុញឲ្យមានការផលិតនៅកម្ពុជាយើងឲ្យបានគ្រប់ជ្រុងជ្រោយហើយបើសិនជាយើងផលិតបានគ្រប់អស់ហើយមានថាជាជោគជ័យធំមួយសម្រាប់កម្ពុជាក្នុងវិស័យ SME ហ្នឹងដើម្បីកាត់បន្ថយជាអតិបរមានៃការនាំចូលពីអ្នកសងខាងរបស់យើងបាទពីប្រទេសដែលយើងតែងតែនាំចូលកន្លងមកដែលនាំឲ្យហៅថាចំណូលរបស់ជាតិត្រូវបានចេញទៅវិញនៅពេលដែលយើងតែងតែទិញពីគេបាទអញ្ចឹងនេះគឺផ្ដោតទៅលើអ្វីជាសារៈសំខាន់របស់ SME ហើយកន្លែងនេះហេតុអីបានខ្ញុំប្រើពាក្យថាស្មារតីសាមគ្គីជាតិជាមួយ SME ដោយសារកន្លែងនេះវាពាក់ព័ន្ធទៅនឹងបញ្ហាឆក់ល្វែងក៏ដូចជាឧបសគ្គកន្លងមកនៅពេលដែលគោលនយោបាយដ៏ល្អឥតខ្ចោះរបស់រាជរដ្ឋាភិបាលយើងក៏ដូចជាឆន្ទៈរបស់ថ្នាក់ដឹកនាំដាក់ចេញទៅតែសង្ឃឹមថានឹងទទួលបានលទ្ធផលយ៉ាងល្អមកវិញប៉ុន្តែក៏មានការឆក់ល្វែងពាក់ព័ន្ធទៅនឹងបែបបុគ្គលនៅក្នុងការអនុវត្តគោលនយោបាយហ្នឹងបង្កើតនៅឧបសគ្គផ្សេងក្នុងនាមផលប្រយោជន៍តខ្លួនប៉ុន្តែក៏អត់ឆ្លុះបញ្ចាំងអំពីគោលនយោបាយរបស់រាជរដ្ឋាភិបាលទេអញ្ចឹងកន្លែងនេះគឺយើងសង្ឃឹមថាការលត់ដៃអាវរបស់សម្ដេចធិបតីក៏ដូចជារាជរដ្ឋាភិបាលយើងដែលហៅថាដាក់ចេញនៅផែនការយុទ្ធសាស្ត្រដើម្បីរុញ SME នឹងឲ្យមានប្រសិទ្ធភាពនឹងយើងសង្ឃឹមថានឹងមានការកែប្រែនឹងមានការជួយហៅថាជ្រោមជ្រែងគ្នារុញ SME នឹងហើយនឹងដកចេញនៅឧបសគ្គផ្សេងបើថាឧបសគ្គផ្នែកផលិតកម្មឧបសគ្គខាងវត្ថុធាតុដើមឧបសគ្គខាងហិរញ្ញវត្ថុជាពិសេសបាទហើយនឹងការកំពីទៅលើសកម្មភាព SME នៅពេលដែល SME ទទួលបាននៅសម្បត្តិកណ្ដាលឬក៏ license បតង់នៅពេលដែលកើតឡើងមកហ្នឹងខ្ញុំឃើញថាកាលពីខែកក្កដាហ្នឹងដូចជាថ្នាក់ដឹកនាំយើងគាត់បានចេញនៅគោលនយោបាយបន្ថែមទៀតក្នុងការជួយ SME ហ្នឹងដែលយើងហៅថាជាលក្ខណៈ life cycle របស់ SME ហ្នឹងដែលថាតាំងពីចាប់ផ្ដើមដំណើរការហើយនឹងការប្រតិបត្តិជាក់ស្ដែងហ្នឹងជួបបញ្ហាអីរហូតទៅដល់ការជោគជ័យប្រមូលពន្ធចូលរដ្ឋឬក៏ SME ណាដែលគាត់ជួបបញ្ហារហូតទៅដល់ការបិទអីហ្នឹងគឺឃើញតែមានចេញគោលនយោបាយហ្នឹងអំពីបន្ថែមទៀតអញ្ចឹងយើងចាំមើលទាំងអស់គ្នាសង្ឃឹមថាទាំងគោលនយោបាយល្អទាំងអ្នកដែលអនុវត្តគោលនយោបាយនឹងរួមគ្នាធ្វើម៉េចបំពេញតួនាទីភារកិច្ចរបស់ខ្លួនឲ្យឆ្លើយតបទៅនឹង vision ទស្សនវិស័យចង់បានរបស់ថ្នាក់ដឹកនាំកម្ពុជារបស់យើងជាពិសេសតាំងពីសម្ដេចតេជោមកដល់សម្ដេចធិបតីគឺលោកខំណាស់បាទស្រាវជ្រាវដាក់ចេញនៅគោលនយោបាយធ្វើម៉េចដើម្បីឲ្យមានការរីកចម្រើននៅក្នុងវិស័យ SME វិស័យសេដ្ឋកិច្ចនិងគោលនយោបាយរបស់រាជរដ្ឋាភិបាលឲ្យបានជោគជ័យអញ្ចឹងកន្លែងនេះត្រូវបញ្ចាំងបន្តិចទៀតអំពីអ្វីជាស្មារតីសាមគ្គីភាពជាមួយ SME បាទចំណុចនេះសំខាន់ណាស់
ដោយសារអីពាក់ព័ន្ធទៅនឹងការទទួលខុសត្រូវរបស់អ្នកអនុវត្តគោលនយោបាយអ្នកដែលទៅជួបផ្ទាល់ជាមួយនឹងម្ចាស់ក្រុមហ៊ុនម្ចាស់សហគ្រាសហ្នឹងបាទអញ្ចឹងសួរតើគាត់បានជួយយ៉ាងម៉េចខ្លះគាត់បានធ្វើគោរពទៅតាមហៅថាទូនីតិភារកិច្ចដែលបានដាក់ចេញពីថ្នាក់លើទៅនឹងបានខ្ជាប់ខ្ជួនឬអត់ឬក៏គាត់ប្រែក្លាយឱកាសហ្នឹងវាទៅជារឿងផ្សេងអត់បានទៅជួយ maintenance ទៅជួយ back up ទៅជួយផ្ដល់ប្រឹក្សាឬក៏រកអ្នកជំនាញឧទាហរណ៍សាប៊ូមួយចុះសាប៊ូនៅពេលដែលបើកហើយអឺបើសិនជាខ្វះហៅថាគុណភាពឬក៏បច្ចេកទេសក្នុងការផលិតអញ្ចឹងក្រសួងពាក់ព័ន្ធឧទាហរណ៍ទៅក្រសួងឧស្សាហកម្មសិប្បកម្មវិទ្យាវត្តអីហ្នឹងវិទ្យាសាស្ត្រហ្នឹងបើសិនជាយើងចោះទៅ maintenance ចោះទៅជួយគឺយើងយកមកពិនិត្យថាបើបានគុណភាពស្តង់ដារហើយអាហ្នឹងគឺជាការល្អប៉ុន្តែបើអត់តាន់ស្តង់ដារទេយើងក៏បីផ្ដល់ជាអ្នកបច្ចេកទេសខាងវិទ្យាសាស្ត្រឲ្យជួយបន្ថែមទៀតហើយបើសិនជាអត់មានគុណភាពយើងត្រូវផ្ដល់យោបល់គាត់ថាត្រូវធ្វើម៉េចឲ្យមានគុណភាពបាទត្រូវមាននីតិវិសោធន៍ក្រសួងសុខាភិបាលអីគឺថាជួយគាំពៀទាំងអស់ហ្នឹងដើម្បីធានាថាផលិតផលដែលបានចេញទៅហើយអ្នកប្រើប្រាស់នរណាគេគឺប្រជាពលរដ្ឋកម្ពុជារបស់យើងបាទ28លានអ្នកហ្នឹងសំទោស18លានអ្នកហ្នឹងដើម្បីឲ្យគាត់ប្រើទៅដោយមោទនភាពបាទពេលដែលយើងបិទព្រំដែនជាមួយថៃយើងប្រើហៅថាយុទ្ធសាស្ត្រពហិការបាទអញ្ចឹងកាលណាយើងរួមគ្នាពហិការហើយយើងចង់បានថាអ្វីដែលយើងចង់បានគឺចង់បានទំនិញដែលផលិតក្នុងស្រុកហ្នឹងកុំឲ្យចាញ់ទំនិញពីថៃគឺយើងប្រើដោយសុវត្ថិភាពដោយជឿជាក់ដោយមោទនភាពនេះហើយគឺជាអ្វីដែលពលរដ្ឋកម្ពុជាទាំង18លានហ្នឹងចង់បានបាទហើយជៀសវាងនៅការឆក់ឱកាសនិយមមិនថាទៅខាងអ្នកអនុវត្តគោលនយោបាយមន្ត្រីរាជការស៊ីវិលរបស់យើងឯងសហគ្រិនភាពជាម្ចាស់សហគ្រិនក៏ត្រូវទទួលយកឬក៏ទទួលស្គាល់ឬក៏ហៅថាមានស្មារតីសាមគ្គីជាតិក្នុងវិស័យ SME នឹងថាកាលណាយើងផលិតប្រកបដោយគុណភាពហើយអ្នកប្រើប្រាស់គឺអត់មានណាទេគឺជាតិខ្មែរឈាមជ័រជាខ្មែររបស់យើងអញ្ចឹងយើងត្រូវយកចិត្តទុកដាក់ទៅលើគុណភាពអញ្ចឹងឲ្យគាត់ប្រើប្រាស់ដោយសុវត្ថិភាពបាទគុណភាពនិងមោទនភាពបាទអញ្ចឹងសូមប៉ុណ្្នឹងសិនចុះបាទអរគុណលោកប្អូនបណ្ឌិតបាស្ទីនដែលបានផ្ដើមសេចក្តីដោយសារនៅក្នុងចំណោមវាគ្មិនជនគឺបងប្អូនស្រីនៅសំភ័សដែលជាចាស់ក្រុមពីយំផងសោចផងផ្អែផងលពីផងតាម Facebook រហូតដល់ខ្ញុំអង្គុយមើលគាត់ឲ្យអញ្ជើញគាត់មកហើយសូមអរគុណណាបង្ហាញឃើញតាអ្នកអតិថិជនរបស់យើងជាខ្មែរហ្នឹងគ្រប់គ្រងច្រើនក៏នៅផ្សាយខ្ញុំដាក់កាត់ខ្លីៗនៅ page របស់ខ្ញុំជាងកន្លះលានអ្នកហើយไปเพจរបស់បងប្អូនថាចិត្ត1លានអ្នកអញ្ចឹងមានន័យថាបងប្អូនចាប់អារម្មណ៍អញ្ចឹងខ្ញុំចង់សួរបងប្អូនស្រីវិញដោយសារផ្ដើមចេញពី SME